នេះជាកន្លែងមើលថ្ងៃលិចថ្មីដែលមានសម្រស់ស្រស់ស្អាតខ្លាំងមែនតើហើយមានភាពស្ងប់ស្ងាត់អ្នកទាំងអស់គ្នាទៅអត់មិនភ័យថាមានមនុស្សច្រើនដដើមយើងមើលដដើមយើងថតអីទេហើយបើមានគ្នា4 5នាក់ទៀតកាន់តែអែមយើងអាចក្រាកតេអង្គុយជុំគ្នាមើលថ្ងៃលិចបដាញ៉ាំអីជុំគ្នាបដានិយាយទៅគឺអារម្មណ៍បែបហ្នឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែទទួលបានជួបរៀបសុំជុំរៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយវីដេអូចែករំលែកកន្លែងមើលថ្ងៃលិចហើយកន្លែងមើលថ្ងៃលិចមួយនេះដែរគឺខ្ញុំស្គាល់តាមបងប្រុសសីហាដែរទេគឺគាត់ជាអ្នកនាំខ្ញុំឲ្យស្គាល់ហើយគាត់ជា guide នាំភ្ញៀវបរទេសជិះកង់និងជិះម៉ូតូធំៗផ្សេងៗអីហ្នឹងគាត់ថាកន្លែងនេះហើយគាត់ឧស្សាហ៍នាំភ្ញៀវបរទេសមកមែនតើហើយជនជាតិខ្មែរយើងអត់សូវស្គាល់ទេខ្ញុំពិតជា surprise មែនតើពេលដែលឮអញ្ចឹងហើយមកដល់ពិតជាស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំធ្លាប់ទៅមើលថ្ងៃលិចនៅភ្នំក្រោមនៅប្រាសាទផ្សេងៗប៉ុន្តែលើកនេះខ្ញុំផ្លាស់ប្ដូរអារម្មណ៍មកបែបវាស្រែបែបផ្កាឈូកអូយក្លិនផ្កាឈូកក៏អូបមែនតើនៅនឹងអ្នកទាំងអស់គ្នាអើយសូមបញ្ជាក់វីដេអូដែលខ្ញុំទៅថតនេះគឺមុនចូលឆ្នាំអញ្ចឹងខ្ញុំគិតថាពេលអ្នកទាំងអស់គ្នាទៅចូលឆ្នាំអីផ្កាឈូកទាំងអស់នេះគឺនៅទេប៉ុន្តែបើដល់ចូលឆ្នាំហើយខ្ញុំក៏អត់ដឹងដែរអ្នកទាំងអស់គ្នាអាចទៅមើលតាមជាក់ស្ដែងបានកុំប្រកាន់ថាបងមិនពេលមកឲ្យទៅថតស្អាតម៉េះហើយមិនពេលខ្ញុំទៅថតអស់ផ្កាឈូកអស់អីខ្ញុំមិនដឹងអ្នកទាំងអស់គ្នាបើគេសារអស់ហើយប៉ុន្តែនេះខ្ញុំថតមុនចូលឆ្នាំតែខ្ញុំគិតថាចូលឆ្នាំនៅឡើយទេហើយទីតាំងមើលថ្ងៃលិចមួយនេះមិនមែននៅភ្នំក្រោមទេអ្នកទាំងអស់គ្នាគឺនៅឆ្ងាយពីភ្នំក្រោមគ្រាន់តែយើងអាចមើលឃើញភ្នំក្រោមដូចគ្នាយើងមើលពីកន្លែងដែលយើងមើលថ្ងៃលិចទៅឃើញភ្នំក្រោមហើយយើងឆ្ងាយដែរខ្ញុំសង្កេតឃើញថាទេសភាពនៅហ្នឹងគឺស្អាតប្លែកគឺមានវាស្រែមួយចំហៀងមកបន្ទាប់មកចំហៀងទៀតគេដាំផ្កាឈូកចម្រុះពណ៌មានក្រហមមានសលាយគ្នាអញ្ចឹងណាបែកចែកជាសងខាងគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយសម្រាប់កន្លែងមើលថ្ងៃលិចនេះដែរគឺខ្ញុំទៅបាន2ដងហើយអ្នកទាំងអស់គ្នាគឺទៅលើកទី1ទៅមួយបងសីហាគាត់ជូនទៅហើយខ្ញុំនៅម្នាក់ឯងនេះថតនៅហ្នឹងហើយទៅលើកទី2នេះគឺខ្ញុំបានរៀបចំខំត្រូវបបួរគ្នាមានមិត្តភ័ក្តិ4 5នាក់ទៅបែបពេជ្រនិចមានកតេលទិញអីញ៉ាំស្រាគ្នាអ្នកទាំងអស់គ្នានិយាយមែនគឺសប្បាយខ្លាំងមែនតើហ្មងសម្រាប់អ្នកដែលចង់រកកន្លែងស្ងប់ស្ងាត់មើលថ្ងៃលិចខ្ញុំរីកមិនខ្លាំងមែនតើគឺកន្លែងនេះហើយយើងអាចក្រាកតេអង្គុយញ៉ាំជុំគ្នាទិញអីមកម្នាក់បន្តិចមកបើចាំពិបាកថាមានអ្នកណាទិញអីទេពួកខ្ញុំទិញផ្លែឈើគេទិញនំអ្នកខ្លះទិញតែក្រូចអ្នកខ្លះទិញតែខ្សុតអីអូយើងអាចshareញ៉ាំជុំគ្នាឡើងសប្បាយហើយថ្ងៃលិចក៏យើងអាចថតរូបស្អាតខ្លាំងដែរនៅកន្លែងហ្នឹងហើយកន្លែងមើលថ្ងៃលិចថ្មីមួយនេះមិនទាន់មានឈ្មោះទេអ្នកទាំងអស់គ្នាគាត់គ្រាន់តែប្រាប់ថាកន្លែងមើលថ្ងៃលិចក្បែរភូមិអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលទេសភាពហើយជួយ comment ទាំងអស់គ្នាមកថាកន្លែងមើលថ្ងៃលិចដែលស្អាតបែបនេះគួរតែមានឈ្មោះអីដែរហើយសម្រាប់ការធ្វើដំណើរគឺយើងអាចធ្វើដំណើរដោយម៉ូតូឬក៏ឡានបានដូចគ្នាគ្រាន់តែផ្លូវពេលចិត្តទៅដល់កន្លែងមើលថ្ងៃលិចហ្នឹងរៀងពិបាកបន្តិចដោយសារតែជាផ្លូវដីលំមិនមែនជាផ្លូវកស៊ូឬក៏ផ្លូវបេតុងអីទេប្រាប់រឿងពិសេសមួយទៀតដែលពេលដែលខ្ញុំទៅមើលថ្ងៃលិចហ្នឹងហើយខ្ញុំបានជួបសង្ឃឹមថាអ្នកទាំងអស់គ្នាក៏បានជួបដូចខ្ញុំដែរពេលដែលខ្ញុំកំពុងតែថតប្លង់រត់នេះប្លង់រត់ហ្នឹងអ្នកទាំងអស់គ្នាខ្ញុំស្រាប់តែបានជួបរឿងពិសេសមួយដែលនឹកស្មានអត់ដល់អ្នកទាំងអស់គ្នាជួយសង្កេតមើលនៅខាងក្រោមថ្ងៃលិចចាគឺមានសត្វស្លាតមួយក្រុមធំគាត់ហោះកាត់ក្រោមថ្ងៃលិចហ្នឹងហ្មងគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយខ្ញុំគ្រាន់តែឃើញអញ្ចឹងខ្ញុំតែងតែរ៉ូនហោះទៅជិតហ្មងចង់ដឹងថាជាប្រភេទសត្វស្លាបអីដែរតែខ្ញុំមើលអត់ស្គាល់ទេបើអ្នកទាំងអស់គ្នាមើលស្គាល់សូមជួយ comment ប្រាប់ខ្ញុំផងហើយប្រសិនបើអ្នកទាំងអស់គ្នាចង់មើលថ្ងៃលិចរហូតដល់លិចនិងអង្គុយញ៉ាំអីដល់យប់អ្នកទាំងអស់គ្នាកុំភ្លេចសកួរភ្លើងទៅផងហើយនឹងធូបមូសសំខាន់ជាងគេគឺធូបមូសយប់ឡើងមានមូសច្រើននៅហ្នឹងណាអ្នកទាំងអស់គ្នាកុំភ្លេចសកួរទៅទាំងអស់គ្នាពេលថ្ងៃលិចស្អាតហើយថ្ងៃលិចបាត់ណាពណ៌កាន់តែស្អាតមកតង់ទៀតអ្នកទាំងអស់គ្នាមួយទៀតនៅក្បែរហ្នឹងក៏មាន resort មួយដែលគេទុកចោលដែរកន្លែងញ៉ាំអីពីមុនដែលគេមានហាងញ៉ាំអីចឹងតែឥឡូវគេឈប់បើកឯហាងហ្នឹងតែយើងអាចចូលបានសុំគេចូលទៅថតបាននៅហ្នឹងក៏ស្អាតមួយយ៉ាងដែរអ្នកទាំងអស់គ្នាចឹងចុងក្រោយវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយកុំភ្លេចជួយ follow page ទាំងអស់គ្នាផងដើម្បីបានកន្លែងស្អាតថ្មីដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងខ្ញុំនៅមានច្រើនវីដេអូទៀតកុំភ្លេច follow ទាំងអស់គ្នាផងអរគុណច្រើនជំរាបលាអ្នកទាំងអស់គ្នាបាយបាយ